Megcsináltuk. នយោបាយផ្ទៃក្នុងនៅក្នុងប្រទេសហុងគ្រីបានដើរដល់ចំណុចរបត់គឺនៅក្រោយកាន់អំណាចអស់រយៈពេល16ឆ្នាំនាយករដ្ឋមន្ត្រី Viktor Orban ត្រូវអស់តំណែងដោយសារការចាញ់ការបោះឆ្នោតមេដឹកនាំបកប្រឆាំងគឺលោក Peter Magyar បានយកឈ្នះទៅលើលោក Viktor បញ្ចប់អំណាចជិត2ទសវត្សរ៍នៅក្នុងប្រទេសនៃតំបន់អឺរ៉ុបមួយនេះចំនួនអ្នកបោះឆ្នោតមានរាប់លានអ្នកច្រើនជាងតួលេខលើកណាទាំងអស់ដោយពួកគេចង់ឃើញការផ្លាស់ប្ដូរជាពិសេសគឺកំណែទម្រង់សេដ្ឋកិច្ចនិងនយោបាយដែលអស់ពេលជាច្រើនឆ្នាំមកហើយហុងគ្រីមិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់នោះឡើយបករបស់លោក Magyar ជាបកដែលគ្រប់គ្រងចំពោះទំនាក់ទំនងល្អជាមួយនឹងសហភាពអឺរ៉ុបបកមួយនេះបានយកឈ្នះនិងរំពឹងថាគ្រប់គ្រងក្បាលម៉ាស៊ីនរដ្ឋាភិបាលហុងគ្រីក្នុងចំនួនភាគច្រើនចំណែកលោក Orban វិញត្រូវបានគេស្គាល់ជាច្រើនឆ្នាំមកហើយថាជាមេដឹកនាំពោពេញទៅដោយភាពចម្រូងចម្រាសលោកជាមេដឹកនាំជាតិនិយមដាក់ចេញគោលនយោបាយជាតិនិយមលោកក៏ធ្លាប់រដ្ឋបិទទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានផងដែរលោក Viktor Orban ជាមនុស្សស្និទ្ធនឹងប្រធានាធិបតី Donald Trump មានទំនោរនយោបាយស្រដៀងគ្នាពិសេសគឺពាក់ព័ន្ធទៅនឹងអន្តោប្រវេសន៍និងនយោបាយពិភពលោក Donald Trump ក៏ធ្លាប់បញ្ជាក់ពីការគាំទ្រទៅលើលោក Orban នៅមុនការបោះឆ្នោតផងដែរទោះយ៉ាងណាក៏ដោយចុះប្រជាពលរដ្ឋហុងគ្រីលែងគាំទ្រលោក Orban ទៀតហើយអ្នកគាំទ្ររបស់លោក Magyar បាននាំគ្នាចេញមកតាមផ្លូវដើម្បីអបអរមេដឹកនាំដែលខ្លួនស្រឡាញ់និងបានហៅជ័យជំនះនេះថាជាការចាប់ផ្ដើមថ្មីសូមបញ្ជាក់ផងដែរថាជ័យជំនះរបស់មេបកប្រឆាំងនៅហុងគ្រីអាចជំរុញឲ្យប្រទេសនេះងាកទៅរកអឺរ៉ុបច្រើនជាងទំនាក់ទំនងល្អជាមួយនឹងរុស្ស៊ីហើយការប្រែប្រួលមួយនេះអាចផ្លាស់ប្ដូរមិនត្រឹមតែនៅក្នុងប្រទេសហុងគ្រីប៉ុណ្ណោះទេប៉ុន្តែថែមទាំងតុល្យភាពនៃនយោបាយនៅទូទាំងទ្វីបអឺរ៉ុបទៀតផងសម្រាប់មនុស្សជាច្រើននេះគឺលើសពីលទ្ធផលនៃការឈ្នះការបោះឆ្នោតវាគឺជាសញ្ញាមួយដែលបង្ហាញថាសូម្បីតែមេដឹកនាំដែលកាន់អំណាចយូរអង្វែងក៏អាចចាញ់ឆ្នោតបានដែរ